អ្នកនាងខាត់សុខឹមថាពិធីបុកលាក់តែងតែមានតួអង្គបរដ្ឋអ៊ីស្លាមចូលរួមសម្ដែងយូរលង់ណាស់មកហើយដូចនេះមិនហ៊ានលេងខុសពីទម្រង់ដើមនោះទេថ្មីនេះមានការជជែកវែកញែកច្រើននៅលើបណ្ដាញសង្គមក្រោយបរដ្ឋខ្មែរអ៊ីស្លាមបានឃើញពិធីបុកលាក់នៅក្នុងពិធីមង្គលការរបស់ម្ចាស់ brand ដ៏ល្បីម្នាក់ដែលក្នុងពិធីបុកលាក់នោះគឺមានការសម្ដែងធ្វើជាជនជាតិអ៊ីស្លាមដែលនិយាយខ្មែរបៃឡំដែលធ្វើឲ្យបរដ្ឋខ្មែរអ៊ីស្លាមមួយចំនួនបានចេញមកប្រតិកម្មថាការសម្ដែងបែបនេះមិនសមទំនងថាជាការមើលងាយសាសនាអ៊ីស្លាមនិងជាការយកសាសនាអ៊ីស្លាមមកលេងសើចជាដើមយ៉ាងណាក្រោយសង្កេតឃើញមានបរដ្ឋខ្មែរអ៊ីស្លាមជាច្រើនបានចេញមកប្រតិកម្មតាក់ទិនទៅនឹងរឿងនេះអ្នកនាងខាត់សុខឹមបានបញ្ចេញមតិផ្ទាល់ខ្លួននៅលើបណ្ដាញសង្គមថាក្នុងនាមខ្ញុំជាសិល្បករនីបែបបុរាណមួយរូបសូមអធិស្ឋានដល់បងប្អូនខ្មែរអ៊ីស្លាមទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាកំពុងមានប្រតិកម្មចំពោះកម្មវិធីទំនៀមទម្លាប់ប្រពៃណីបុកលាក់ខ្មែរសូមបងប្អូនមេត្តាបន្ធូរភាពតានតឹងបន្តិចជាទូទៅគ្រប់ក្រុមភ្លេងបុរាណប្រពៃណីខ្មែរក្នុងពិធីបុកលាក់តែងតែមានតួអង្គជនជាតិអ៊ីស្លាមចូលរួមសម្ដែងយូរលង់ណាស់មកហើយប៉ុន្តែដោយសារសម័យកាលមុនពុំមានការផ្សព្វផ្សាយទូលំទូលាយដូចសម័យនេះអ្នកនាងខាត់សុខឹមបានបន្តថាជាក់ស្ដែងយើងខ្ញុំដែលជាអ្នករក្សាទម្រង់ទំនៀមទម្លាប់មិនហ៊ានលេងខុសពីទម្រង់ដើមនោះទេព្រោះចេះរៀនតពីគ្រូជំនាន់មុនបែបណាគឺលេងតាមបែបនោះមិនមានចិត្តមាក់ងាយសាសនាឬជនជាតិណានោះទេអ្នកនាងខាត់សុខឹមបានបន្តទៀតថាក្នុងខណៈពេលនេះនាងខ្ញុំខាត់សុខឹមសូមសំណូមពរដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមេត្តាជួយរកដំណោះស្រាយកណ្ដាលមួយសមស្របដើម្បីកុំឲ្យបងប្អូនជនជាតិអ៊ីស្លាមមានអារម្មណ៍អាក់អន់ចិត្តបែបនេះបន្តទៅទៀតសូមអធិស្ឋាននាងខ្ញុំសូមជូនជាយោបល់តិចតួចបើសិនជាថ្នាក់ដឹកនាំក្រសួងអនុញ្ញាតបដូរពីបងប្អូនជនជាតិអ៊ីស្លាមចៅទូកមកជាជនជាតិខ្មែរចៅទូកវិញក៏ល្អដែរដោយរក្សាទម្រង់បែបបទដដែលយើងខ្ញុំអាចប្រតិបត្តិតាមការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំក្រសួងជានិច្ចជាចុងក្រោយបើសិនមានពាក្យលើសលួសខ្ពស់ទាបត្រង់ណាសូមមេត្តាថ្នាក់ដឹកនាំក៏ដូចជាបងប្អូនជនរួមជាតិទាំងអស់អធិស្ឋានដល់រូបនាងខ្ញុំផងដោយក្តីគោរពពីនាងខ្ញុំខាត់សុខឹម